សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងសូតាក់ទងជាមួយនឹងការបង្កើត Captive Portal នៅលើ Roji Cloud Web របស់យើងអញ្ចឹងតាក់ទងជាមួយនឹង Captive Portal នេះឬក៏យើងអាចហៅមួយវិញទៀតគឺ Hotspot ដោយករណីដែលបងប្អូនចូលទៅកាន់ហាងកាហ្វេឬក៏តែលធំឬក៏កន្លែងណាមួយធំដែលគេផ្ដល់ជា free Wi-Fi ជូនបងប្អូនហ្នឹងពេលដែលបងប្អូន connect Wi-Fi ទៅវានឹង load ជា portal page មួយឲ្យបងប្អូនបញ្ចូល password ឬក៏បំពេញព័ត៌មានអីផ្សេងដើម្បីប្រើប្រាស់ Wi-Fi ហ្នឹងគឺនៅលើ Roji device គឺយើងអាចធ្វើបានដូចគ្នាអញ្ចឹងគឺយើង free យើងអត់មានត្រូវការ charge service បន្ថែមទៅលើ Captive Portal ហ្នឹងទេហើយគឺយើងមានជា built in template ឲ្យបងប្អូនធ្វើការ configure បានយ៉ាងមានភាពងាយស្រួលដូចគ្នាអញ្ចឹងដដែលតាក់ទងជាមួយនឹង network របស់យើងមាន router យើងមាន AP ហើយយើងមាន switch របស់យើងអញ្ចឹងសម្រាប់ធ្វើការធ្វើ Captive Portal ឬក៏ Hotspot នេះខ្ញុំសូមបញ្ជាក់បងប្អូនម្យ៉ាងទៀតគឺយើងតម្រូវទី1គឺយើងត្រូវមាន gateway របស់ Roji ដែលជាពពួក EG series មិនថា EG 105 200 series 300 series រហូតដល់1500 series ហ្នឹងដើម្បីធ្វើជា hotspot server របស់យើងប៉ុន្តែក្នុងករណីដែលបងប្អូនអត់មាន Roji router ដែលជាពពួក EG series ឬក៏ gateway ហ្នឹងទេបងប្អូនចង់ធ្វើ hotspot តាមរយៈ access point របស់ Roji គឺយើងអាចធ្វើបានប៉ុន្តែតម្រូវ access point របស់បងប្អូនចាប់ពី Wi-Fi 6ឡើងទៅសម្រាប់ access point Wi-Fi ចុះក្រោមគឺយើងអត់ support នៅក្នុងការធ្វើ hotspot ទេគឺយើងត្រូវការមាន gateway របស់យើងដែលជាពួក EG series នេះប៉ុន្តែបើសិនជាបងប្អូនមាន access point AP ហ្នឹងចាប់ពី Wi-Fi 6ឡើងទៅបងប្អូនអត់មាន router របស់ Roji ក៏បងប្អូនអាចធ្វើ hotspot បានដូចគ្នាអញ្ចឹងយើងនឹងធ្វើការធ្វើទៅលើ hotspot នៅលើ Roji Cloud របស់យើងដូចគ្នាអញ្ចឹងសម្រាប់ការធ្វើ hotspot ខ្ញុំ suggest ឲ្យបងប្អូនធ្វើតាមរយៈ web browser នៅលើកុំព្យូទ័រទៅវាមានភាពងាយស្រួលជាងដោយសារតែយើងធ្វើតាមទូរស័ព្ទវាអាចនិយាយបានថាវារៀងទូចហើយតាក់ទងជាមួយនឹង feature គឺវាមានតិចជាងនៅលើ cloud នេះទីហោខ្ញុំឲ្យខ្ញុំសូឧទាហរណ៍ឲ្យមើលបន្តិចអញ្ចឹងយើង edit អត់បានច្រើនយើងឃើញមានតែប៉ុណ្្នឹងទេប៉ុន្តែចាំមើលពេលដែលយើងចូលទៅធ្វើនៅលើ cloud គឺយើងអាចធ្វើបានច្រើនជាងនឹងដូចគ្នាអញ្ចឹងខ្ញុំនឹងចូលទៅកាន់ Roji Cloud របស់យើងដែលជា project Roji demo របស់យើងហ្នឹងអញ្ចឹងយើងដើម្បីធ្វើ hotspot បានដំបូងខ្ញុំនឹងធ្វើការបង្កើត Wi-Fi ថ្មីមួយសម្រាប់ guest ដែលគាត់ត្រូវការ hotspot ហ្នឹងដែលយើងតម្រូវឲ្យគាត់ចូលតាម hotspot ហ្នឹង VLAN ថ្មីដែលអញ្ចឹងទៅអញ្ចឹងយើងចូលទៅកាន់ network ដើម្បីបង្កើត VLAN ថ្មីហើយនិង Wi-Fi ថ្មីសម្រាប់ guest របស់យើងហ្នឹងអញ្ចឹងខ្ញុំ add Wi-Fi network មកអញ្ចឹងខ្ញុំដាក់ guest hotspot តមកទៀតសម្រាប់ hotspot យើងអត់ចាំបាច់ដាក់ password ក៏បានដែរដោយសារតែពេលគាត់ login ចូល Wi-Fi ហ្នឹងទៅវាតម្រូវឲ្យគាត់ត្រូវពេញលេខកូដឬក៏ពេញព័ត៌មានអីផ្សេងដែលយើងបាន set ទេអញ្ចឹងបើយើងដាក់ Wi-Fi password ផងវាទៅជា2តង់ហើយគាត់ login Wi-Fi password ផងហើយចូលទៅ portal page គាត់ត្រូវពេញព័ត៌មានថែមបន្តទៀតវាធ្វើឲ្យគាត់អត់សុខចិត្តឬក៏ធុញទ្រាន់អញ្ចឹងទៅអញ្ចឹងយើងអាច disable password ចោលទៅអញ្ចឹងយើង click next ខ្ញុំបង្កើត VLAN cache ថ្មីមួយ VLAN 50វា auto generate ឲ្យហើយ click next click apply អញ្ចឹងយើងចាំវា delivery ទៅលើ configuration ហ្នឹងតិចទៅអញ្ចឹងវានឹងចាប់ដើម delivery configuration ទៅលើ device ណាដែលត្រូវការចាំបាច់នៅក្នុង configuration ហ្នឹងអញ្ចឹងយើងធ្វើការចាំ cloud របស់យើងធ្វើការ configure បន្តិចទៅអញ្ចឹងរួចរាល់យើងបាន VLAN ថ្មីមកហើយសម្រាប់ cache អញ្ចឹងយើងចូលទៅមើលនៅក្នុង Wi-Fi បញ្ជាក់នៅក្នុង device config Wi-Fi យើងឃើញមាន Wi-Fi cache hotspot open អត់មាន password អីទេ no encryption អូខេបើក price 5G priority ចោលមួយទៀតទៅអូខេរួចរាល់អញ្ចឹងយើងចូលទៅដល់ step ដែលយើងបង្កើត hotspot អញ្ចឹងដើម្បីធ្វើ hotspot យើងចូលទៅកាន់ auth and account នេះហើយយើងចូលទៅ captive portal
ចឹងដោយសារយើងអត់ទាន់មានយើង click add captive portal ចឹងយើងដាក់ policy name ខ្ញុំដាក់គេ hotspot ដូចគ្នាចឹងសម្រាប់ឈ្មោះ policy បងប្អូនអាចដាក់អីក៏បានដែរស្រួលចំណាំរបស់បងប្អូនអានេះគឺយើងយក cloud authentication ចឹងដូចជំរាបជូនបងប្អូនមុននឹងចឹងតាក់ទងជាមួយនឹងយើងអាចយក authentication device ជា gateway ឬក៏ access point របស់យើងបានដូចគ្នាប៉ុន្តែ access point គឺតម្រូវឲ្យ AP របស់យើងចាប់ពី Wi-Fi 6ឡើងទៅទើបយើងអាចធ្វើបានចឹងនេះខ្ញុំនឹងយក gateway ជា authentication ហើយយើង select network ដែលយើងត្រូវ apply hotspot ហ្នឹងចឹងគឺ VLAN 50ដែលយើងបង្កើតថ្មីហ្នឹងគឺយើងត្រូវការ apply hotspot ហ្នឹងតាក់ទងជាមួយនឹង portal escape នេះគឺយើងអាចបិទវាចោលទៅព្រោះថានៅពេលដែលយើងបើកហ្នឹងគាត់ authentication hotspot នឹង fail វានឹងបាត់ page ចឹងទៅយើងបិទចោលសិនតាក់ទងមួយ seamless online នេះបើសិនជាយើងបើករយៈពេល1ថ្ងៃហ្នឹងបានន័យថាទីហោគាត់ connect hotspot នឹងជាប់ហើយគាត់ប្រើបានរយៈពេលណាមួយគាត់ចេញទៅក្រៅវិញហើយអាចថាប្រហែលម៉ោងក្រោយមកគាត់ចូលមកមុនមួយថ្ងៃហ្នឹងគឺគាត់ connect មកក៏អត់ចាំបាច់ត្រូវការ authentication ភាសាទៀតទេអញ្ចឹងកន្លែងហ្នឹងបើសិនជាយើងចង់ឲ្យគាត់ដាច់ហើយគាត់ចេញទៅក្រៅពេលដែលគាត់មកវិញគាត់ត្រូវការ authentication ភាសាទៀតយើងអាចបិទនឹងចោលបានដូចគ្នាអញ្ចឹងយើងអាចបិទវាចោលទៅអញ្ចឹង step បន្ទាប់គឺយើងត្រូវការ create portal page របស់យើងអញ្ចឹងយើងចូលទៅកាន់ add page ខាងក្រោមនេះមកអញ្ចឹងគឺយើងចាប់ផ្ដើមធ្វើការ design page របស់យើងអញ្ចឹងអានេះយើងដាក់ portal ឈ្មោះ page យើងដាក់អីក៏បានដូចគ្នាស្រួលបងប្អូនចំណាំអញ្ចឹងតកតងជាមួយនឹងយើងមាន default page របស់យើងប៉ុណ្ណឹងបើសិនជាបងប្អូនអត់ឆ្លាញ់បងប្អូនចង់ customize ខ្លួនឯងបងប្អូនអាច download HTML file របស់ Roji យកទៅកែកូដនៅក្នុងហ្នឹងហើយ upload ចូលមកវិញបានដូចគ្នាប៉ុន្តែខ្ញុំគិតថា requirement មុំគឺយើងអាចប្រើតែលើ default ដែល Roji free ឲ្យនេះគឺងាយស្រួលបងប្អូនអត់ចាំបាច់ចំណាយពេលទៅកាន់ការកែទៅលើportal page ខ្លួនឯងចំណាយពេលយូរអញ្ចឹងតាក់ទងជាមួយនឹងការ authentication យើងមានតាក់ទងជាមួយនឹង one click នេះបានន័យថាវាមានប៊ូតុងមួយភ្ញៀវគាត់ connect ចូលមកក៏អត់ចាំបាច់ធ្វើការបញ្ចូលកូដចូលអីទេគាត់ click ទៅប៊ូតុងហ្នឹងមកគឺអាចប្រើបានដែរអញ្ចឹងនៅក្នុង one click ដូចគ្នាគឺយើងអាចកំណត់ថាគាត់ device របស់គាត់ប្រើបាន hotspot ហ្នឹងរយៈពេលប៉ុន្មាននាទី15នាទី30នាទី60នាទីឬក៏បងប្អូនគិតថាប៉ុណ្ណឹងវាខ្លីពេកយើងអាច custom គិតជានាទី120នាទី2ម៉ោងឬក៏180នាទី3ម៉ោងបែរទៅតាម requirement របស់ភ្ញៀវយើងចឹងទៅប៉ុន្តែបើយើងចង់ឲ្យគាត់ connect ឲ្យគាត់ប្រើបានរហូតយើងយក unlimit បានដូចគ្នាកន្លែងនេះខ្ញុំយក60នាទី daily access limit បានន័យថាតើមួយថ្ងៃគាត់អាច connect ចូលបានប៉ុន្មានដងទីហោយើងដាក់2ដងអញ្ចឹងគាត់ប្រើអស់60នាទីគាត់អាច connect បានម្ដងទៀតអញ្ចឹងអស់60នាទីលើកទី2តទៅស្អែកបានគាត់អាច connect បានគឺ device របស់គាត់ត្រូវបាន ban ពី hotspot របស់យើងអញ្ចឹងបើសិនជាយើងយក unlimit បានន័យថាគាត់ប្រើអស់60នាទីគាត់អាច connect ភាសាទៀតចូល one click ភាសាទៀតប្រើបានតទៀតអញ្ចឹងបែរទៅតាម requirement ពីភ្ញៀវរបស់បងប្អូនដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹង bandwidth គឺយើងអាចកំណត់បានដូចគ្នាអញ្ចឹងអានេះវិធីទី1នៅក្នុងការ authentication ចូលតាមរយៈ one click អញ្ចឹងផ្សេងទៀតគឺយើងអាចធ្វើបានដូចគ្នាតាក់ទងជាមួយនឹង voucher account registration អញ្ចឹងតាក់ទងជាមួយនឹងការ authentication គឺយើងអាចបើកពី3នៅក្នុងពេលតែមួយបានដូចគ្នាអញ្ចឹងគឺយើងអាចយើងបើក option ទី1គឺ one click ទី2គឺ voucher អញ្ចឹងគឺយើងអាចធ្វើដូចគ្នាអញ្ចឹងតាក់ទងមួយ voucher ដោយបងប្អូនបានឃើញអញ្ចឹងគឺតម្រូវឲ្យគាត់ត្រូវបំពេញ access code រួច log in ចូលទៅ access code នេះគឺត្រូវបានផ្ដល់ឲ្យយើងអញ្ចឹងបន្ទាប់ពីយើងធ្វើ hotspot ហើយយើងអាចធ្វើការ generate ជា voucher code ផ្ដល់ជូនទៅកាន់ភ្ញៀវរបស់យើងឲ្យគាត់បញ្ចូលកូដហ្នឹងដើម្បីប្រើប្រាស់ Wi-Fi បានដូចគ្នាអញ្ចឹងនេះសម្រាប់តាក់ទងជាមួយនឹង voucher អញ្ចឹងតាក់ទងមួយ account គឺដូចគ្នាយើងបង្កើត account នៅក្នុង Roji Cloud ហើយយើងឲ្យ account នឹងទៅគាត់ដើម្បីវាចូលអញ្ចឹងទៅអានេះបើសិនជាសម្រាប់ភ្ញៀវខ្ញុំគិតថាវារៀងពិបាកតិចអានេះទូទៅគេធ្វើសម្រាប់គេចង់ធ្វើ hotspot សម្រាប់បុគ្គលិកទេអាហ្នឹងគេបង្កើត account សម្រាប់បុគ្គលិកគេអញ្ចឹងទៅគេឲ្យបុគ្គលិក log in ទៅប៉ុន្តែបើសម្រាប់ភ្ញៀវខ្ញុំគិតថាមានតែ one click
voucher ហើយនឹង registration នេះដែលយើងអាចថាវា convenient សម្រាប់ភ្ញៀវយើងក្នុងការប្រើប្រាស់អញ្ចឹងតាក់ទងមួយ SMS នេះគឺយើងត្រូវការមានតាក់ទងជាមួយនឹង Twilio account ឬក៏ SMS server ដើម្បីឲ្យវា send code តាមរយៈលេខទូរស័ព្ទរបស់ភ្ញៀវយើងអញ្ចឹងវាស្មុគស្មាញបន្តិចអញ្ចឹងមួយទៀត registration គឺយើងតម្រូវឲ្យភ្ញៀវរបស់យើងគាត់ផ្ដល់ជាព័ត៌មានឲ្យយើងដើម្បីគាត់ចូលប្រើប្រាស់ Wi-Fi នឹងបាននេះដូចបងប្អូនទៅតាមហូតែលធំឬផ្សារទំនើបអីផ្សេងដែលគេចង់បានព័ត៌មានរបស់ភ្ញៀវឬលេខទូរស័ព្ទឈ្មោះអីផ្សេងសម្រាប់ធ្វើជា marketing អីហ្នឹងគេអាចរើសយក option ដូចគ្នាតែបច្ចុប្បន្នបើយើងយក option ហ្នឹងប្រហែលជាភ្ញៀវខ្លះក៏នឹងអាចអត់ប្រើអញ្ចឹងដោយសារគាត់អត់ចង់ផ្ដល់ព័ត៌មានឲ្យយើងអញ្ចឹងគឺយើងអាចតាក់ទងមួយព័ត៌មានគឺយើងអាច edit បានដូចគ្នាถ้าយើងចង់បានព័ត៌មានអីខ្លះពីភ្ញៀវឈ្មោះលេខទូរស័ព្ទ email ឬក៏យើងអាច add ព័ត៌មានអីបន្ថែមបានដូចគ្នាអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំនឹងធ្វើការយកពីរ option ចុះ voucher មួយហើយនិង one click មួយអញ្ចឹង one click យើង configure រួចហើយយើងឲ្យគាត់ប្រើបាន connect ម្ដងប្រើបាន60នាទីហើយ access មួយថ្ងៃបាន2ដង upload download 10 MB 10 MB អញ្ចឹងអានេះតកតងមួយ post URL បានន័យថាពេលគាត់ authentication success ហើយយើងអាច copy ជា website ហាងកាហ្វេឬក៏តែរបស់ភ្ញៀវយើងផាសកន្លែងហ្នឹងទៅវានឹង redirect ទៅកាន់ website ហ្នឹងពេលដែលគាត់ success អញ្ចឹងតកតងមួយ logo ក៏យើងអាច upload logo របស់ភ្ញៀវយើងចូលបានដើម្បីដូរ logo Ruchi នេះចេញអញ្ចឹងតកតងជាមួយនឹង background យើងអាចសេរីបានដូចគ្នាបើសិនជាយើងចង់ upload ក៏បានដូចគ្នាយើងអាច upload នៅកន្លែងនេះបានដូចគ្នាអញ្ចឹងតកតងជាមួយនឹងនេះគឺសេរីតកតងជាមួយនឹង position ទំហំអីផ្សេងគឺយើងអាចសេរីបានតកតងជាមួយនឹង welcome text ក៏យើងអាចធ្វើជាភាសាខ្មែរបានដូចគ្នាសម្រាប់ Ruchi hotspot អញ្ចឹងវា support អក្សរខ្មែរដូចគ្នាសូមស្វាគមន៍បងប្អូនឃើញហើយអញ្ចឹងយើងអាចសេរីទំហំនៅខាងក្រោមវិញនេះ welcome text size នេះអញ្ចឹងយើងអាចសេរីមើលទៅមកល្មមអញ្ចឹងសំបីតា marketing message អីខាងក្រោមនេះក៏យើងអាចដាក់អក្សរខ្មែរបានដូចគ្នាហើយតាក់ទងជាមួយនឹងពាក្យក៏យើងអាចដូរទៅជាភាសាខ្មែរដូចគ្នាអញ្ចឹងខ្ញុំដាក់ចូលកន្លែង voucher login ខ្ញុំដាក់ចូលតាមកូដលេខកូដអញ្ចឹងទៅគឺយើង support អក្សរខ្មែរចូល one click login ចុចដើម្បីប្រើប្រាស់អញ្ចឹងគឺយើងអាចដូរទៅជាភាសាខ្មែរចិនបានដូចគ្នាទៅតាមrequirement របស់ភ្ញៀវយើងពណ៌ប៊ូតុងពណ៌អីគឺយើងអាចសេរីបាននៅក្នុងនឹងដូចគ្នាហើយចំណុចពិសេសមួយទៀតគឺតកតងមួយ advertise អញ្ចឹងក្នុងករណីដែលភ្ញៀវបងប្អូនគាត់មានជា promotion សម្រាប់ហាងកាហ្វេឬហូតែលរបស់គាត់អាច upload ជារូបភាព promotion នឹងចូលទៅគឺវានឹង load ដូចគ្នាខ្ញុំ upload រូបនេះមួយចូលសម្រាប់ជា advertise ហើយយើងអាចថា add ថៃរបស់យើងសូររយៈពេលប្រហែល3 second 5 second យើងឲ្យ user skip ឬអត់ចឹងទៅអញ្ចឹងគឺយើងអាចសេរីបានអញ្ចឹងវីដេអូក៏យើង support ប៉ុន្តែក្រុម10 មេអញ្ចឹងយើងអាច upload រហូតដល់3រូបដូចគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើរួចរាល់ហើយគឺយើងអាច click OK ដើម្បី save portal page របស់យើងអញ្ចឹងបន្តមកទៀតយើងបង្កើតរួចហើយយើង select page ដែលយើងបង្កើតហ្នឹងឲ្យវាចេញសញ្ញាគ្រីសនេះមកហើយយើង click OK អញ្ចឹងមុនហ្នឹងគឺយើង set រួចហើយសម្រាប់ one click login គាត់អាចប្រើប្រាស់បាន60នាទី2ដងហើយ speed download upload 10 MB អញ្ចឹងទៅតែនៅ voucher យើងត្រូវទៅ create voucher សម្រាប់ភ្ញៀវរបស់យើងអញ្ចឹងគឺយើងចូលទៅកាន់សម្រាប់ការបង្កើត voucher យើងចូលទៅកាន់ user management នេះមកអញ្ចឹងមុននឹងបង្កើត voucher គឺយើងត្រូវបង្កើត user group អញ្ចឹង user group ហ្នឹងគឺជាការកំណត់ថាតើ voucher ហ្នឹងគាត់អាចប្រើប្រាស់បាន speed ប៉ុណ្ណារយៈពេលប្រហែល device អីគឺយើងកំណត់នៅក្នុង user group ហ្នឹងអញ្ចឹងយើង click add user group នេះមកអញ្ចឹងយើងដាក់ group voucher ហ្នឹងចុះអញ្ចឹង price យើងមិន care ទេអញ្ចឹង device អញ្ចឹងបានន័យថាមក voucher code តើគាត់អាច login បានប្រហែល device អញ្ចឹងឧទាហរណ៍ដូចយើងដាក់2អញ្ចឹង
យើងឲ្យកូដគាត់មួយហ្នឹងទៅគាត់អាច login ទូរស័ព្ទផង counter ផងអញ្ចឹងទៅបាន2 device អញ្ចឹងលើសពី2គាត់ connect អត់បានអញ្ចឹងបើយើងចង់ឲ្យគាត់ unlimit ឬក៏លើសហ្នឹងគឺយើងអាចសេរីតាមនឹងបានដូចគ្នាតាក់ទងជាមួយនឹង per read អញ្ចឹងតាក់ទងជាមួយ per read ដូចគ្នាសម្រាប់ daily duration នេះគឺយើងអត់ support មួយ voucher ទេបានន័យថា daily duration យើង support តែជាមួយនឹង registration base ទេដែលខ្ញុំសូមបងប្អូនមុនហ្នឹងគឺការពេញព័ត៌មានអីផ្សេងៗរបស់ភ្ញៀវរបស់យើងដើម្បីចូលប្រើ Wi-Fi ហ្នឹងប៉ុន្តែសម្រាប់ voucher គឺយើង support total duration នេះទេអញ្ចឹងយើង duration យើងអាចកំណត់គាត់រយៈពេលប៉ុន្មានបាន custom ក៏បានដូចគ្នាទៅតាមអីដែលបងប្អូនចង់បានអញ្ចឹងកន្លែង quota នេះបានន័យថាចំនួនកំណត់ដែលគាត់ត្រូវប្រើបានអញ្ចឹងឧទាហរណ៍បើយើង set quota ថា 5G 2G 1G អញ្ចឹងទៅអញ្ចឹងតែគាត់ប្រើប្រាស់អឺអ៊ីនធឺណិតអស់ 1G ឬ 2G ដែលយើងកំណត់ហ្នឹងគឺគាត់ប្រើប្រាស់លេងបានទៀតហើយអញ្ចឹងកន្លែងហ្នឹងទូទៅយើងដាក់ unlimit គាត់ទៅយើង limit ថា upload download គាត់10 MB 10 MB ទៅបានអូខេអញ្ចឹងយើងបង្កើត user group voucher ប៉ុណ្ណឹងរួចយើង click OK អញ្ចឹងយើងអាចចូលទៅ generate voucher នៅក្នុង voucher tab នេះអញ្ចឹងដើម្បីយើងអាច click add មកអញ្ចឹងយើងចង់បានចំនួន voucher បាន10 20 100អញ្ចឹងទៅអញ្ចឹង click 20ខ្ញុំ generate 20 code អញ្ចឹង group ដែលយើងបង្កើតមុនហ្នឹងគឺ group voucher អញ្ចឹងយើង click OK មកអញ្ចឹងវានឹង generate ជា code សម្រាប់ឲ្យយើងផ្ដល់ទៅឲ្យភ្ញៀវរបស់យើងអញ្ចឹងបើយើងចង់ print ទៅលើ code ហ្នឹងគឺយើងអាច select all មកហើយយើងយកពាក្យ print voucher នេះមកអញ្ចឹងយើងអាច add logo របស់ភ្ញៀវរបស់យើងតាក់ទងមួយព័ត៌មានអីផ្សេងៗដែលយើងចង់ show អីខ្លះគឺយើងអាច add បានអញ្ចឹងយើងមើលទៅបើ OK ហើយយើង click OK មកអញ្ចឹងយើងអាច print ជាកណ្ដាស់ A4 កាត់ចែកជូនភ្ញៀវរបស់យើងបានដូចគ្នាសម្រាប់ voucher របស់យើងអូខេអញ្ចឹងយើងចង់ឲ្យវាសូនអស់ដូរតាមនេះទៅអូខេអញ្ចឹងយើងចូលទៅមើល Wi-Fi របស់យើងមុនហ្នឹងហើយយើងបង្កើតជា hotspot ហ្នឹងget hotspot ធ្វើការ connect ហ្នឹងវាតម្រូវឲ្យ sign in click ភាសាទៀតវាចូលទៅកាន់ hotspot នេះ advertise ដែលយើង create មុនហ្នឹងចប់អញ្ចឹងវាឃើញ page ដែលយើង create មុនហ្នឹងដូចគ្នាអញ្ចឹងយើងអាចមាន option បញ្ចូលជាលេខកូដឬក៏ចុចដើម្បីប្រើប្រាស់អញ្ចឹងខ្ញុំនឹងបញ្ចូលលេខកូដ3JY JY 7JH ខ្ញុំនឹង click login នេះវា redirect ទៅកាន់ page ដែលយើង set up មុនហ្នឹងអញ្ចឹងរួចរាល់យើង connect get hotspot ជាប់បាន IP 50ដូច ដែល VLAN ដែលយើងបង្កើតហ្នឹងអញ្ចឹងចូលមកមើលនៅក្នុង dashboard របស់យើងវិញយើងឃើញ voucher នេះត្រូវបាន in use ហើយអញ្ចឹង expire នៅម៉ោង 11:59 នាទីខ្ញុំ login បានតែមួយ device ទេអូខេអញ្ចឹងបើសិនជាយើង voucher នឹងវាត្រូវបាន expire ហើយគឺយើងអាចធ្វើការ reset ទៅលើ voucher នឹងចោលដើម្បីយកទៅប្រើប្រាស់ឡើងវិញបានដូចគ្នាអញ្ចឹងសម្រាប់ការប្រើប្រាស់ទៅលើ hotspot គឺមានភាពងាយស្រួលសម្រាប់ Roji device ដែលយើងអត់ចាំបាច់ configure ស្មុគស្មាញនេះច្រើនទេគឺយើងមាន template វាស្រាប់ៗសម្រាប់ជូនអតិថិជនរបស់យើងដូចគ្នាអញ្ចឹងសម្រាប់ customer ដែលគាត់ authentication ចូលមកតាម hotspot គឺយើងអាចមើលបាននៅក្នុង client ហើយនឹង out client នេះយើងឃើញតទៅមួយ device ដែលគាត់ authentication តាមរយៈ hotspot មកអញ្ចឹងគឺវាមានភាពងាយស្រួលនៅក្នុងការបង្កើត hotspot នៅក្នុង Roji របស់យើងដូចគ្នា
ចឹងអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូរបស់យើងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាទ